ជំរាបសួរបងប្អូនអរគ្នាថ្ងៃសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំផ្សាយជាថ្មីសម្រាប់ថ្ងៃនេះដែរខ្ញុំចង់មកបង្ហាញបងប្អូនអរគ្នានៅរបៀបផ្ដាច់គម្រោងរបស់ក្រុមហ៊ុន Smart បងប្អូនអរគ្នាណាបងប្អូនអរគ្នាដែលគាត់ប្រើប្រាស់ Smart ហើយគាត់អត់ទាន់ចេះផ្ដាច់គម្រោងណាហើយក៏សូមភ្ជាប់ជាមួយនឹង comment មួយដែលគាត់សួរខ្ញុំថាបងពេលដែលប្រើអស់មុនរយៈមុនពេលកំណត់ណាហើយយើងចង់ផ្ដាច់គម្រោងហ្នឹងហើយយើងភ្ជាប់គម្រោងនឹងសារថ្មីឡើងវិញបានអត់ព្រោះថាគាត់អត់អាចដូរលុយបានអញ្ចឹងទៅបងប្អូនអរគ្នាក្រុមហ៊ុនគេអត់ដូរលុយឲ្យអូតូអីអញ្ចឹងទៅខ្ញុំចង់ប្រាប់បងប្អូនអរគ្នាថាគឺបានហ្នឹងហើយបងប្អូនអរគ្នាណាឬមួយក៏យើងចង់ផ្ដាច់ទៅប្រើប្រាស់គម្រោងផ្សេងក៏បានផ្ដាច់ហើយយើងបញ្ចូលលុយដើម្បីដូរយកលុយលេងបន្តទៀតក៏បានដែរហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំទៅបង្ហាញអំពីរបៀបផ្ដាច់គម្រោងតែម្ដងដើម្បីផ្ដាច់គម្រោងបានយើងចូលមកកាន់កន្លែងដែលយើងខលចេញខលចូលហ្នឹងយើងចុចផ្កាយ1202ដើមទ្រង់ជ្រូកបញ្ជូនផ្កាយ1202ដើមទ្រង់ជ្រូកបញ្ជូនបងប្អូនអរគ្នាណាពេលដែលយើងបញ្ជូនហើយគឺគេមានលោតបង្ហាញយើងបែបហ្នឹងអញ្ចឹងយើងអាចទី1គេឲ្យយើងជ្រើសរើសរីមួយហើយគេនឹងបង្ហាញឈ្មោះសេវាកម្មទាំងអស់ហើយទី2គឺបញ្ឈប់សេវាកម្មទាំងអស់អញ្ចឹងយើងចង់ផ្ដាច់គម្រោងអញ្ចឹងយើងបញ្ឈប់សេវាកម្មទាំងអស់មកយើងយកទី2ហើយយើងចុចសែនបងប្អូនអរគ្នាណាពេលដែលសែនហើយគឺទី1គេឲ្យយើងជ្រើសរើសណាសេវាកម្ម digital និងទូរស័ព្ទហើយនឹងអីគេបងប្អូនអ្នកគ្នា roaming ហ្នឹងហើយមិនដឹងថាសេវាកម្មអីទេ roaming ហ្នឹងហើយបងប្អូនអ្នកគ្នាអានេះប្រហែលជាគេសេជាតង់ភាសាអង់គ្លេសណាបងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងឥឡូវយើងទី1គឺសេវាកម្ម digital យើងបងប្អូនអ្នកគ្នាជ្រើសរើសមកយើងជ្រើសរើសយកទី1មកហើយយើងសែនអញ្ចឹងយើងបានផ្ដាច់សេវាកម្ម digital នេះបងប្អូនអ្នកគ្នាយើងយកលេខ1ហើយយើងបញ្ជូនកន្លែងនេះម្ដងទៀតអូខេបញ្ជូនណាបងប្អូនអ្នកគ្នានេះឃើញអញ្ចឹងយើងផ្ដាច់សេវាកម្ម digital បានដោយជោគជ័យហើយយើងត្រូវចុចម្ដងទៀតបងប្អូនអ្នកគ្នាណាបងប្អូនអ្នកគ្នាត្រូវតែចុចដូចដែលខ្ញុំបង្ហាញហ្នឹងបងប្អូនអ្នកគ្នាទី1គឺយើងបានផ្ដាច់សេវាកម្ម digital ហើយមិញកន្លែងនេះគឺយើងយកលេខ2នេះបងប្អូនអ្នកគ្នាមិញយើងទៅតែបានផ្ដាច់សេវាកម្ម digital ទេក៏ប៉ុន្តែយើងមិនទាន់បានផ្ដាច់សេវាកម្មទូរស័ព្ទទេបងប្អូនអ្នកគ្នាណាអញ្ចឹងបងប្អូនអ្នកគ្នាត្រូវផ្ដាច់សេវាកម្មទូរស័ព្ទមួយទៀតបងប្អូនអ្នកគ្នាណាយើងអញ្ចឹងយើងផ្ដាច់សេវាកម្មទូរស័ព្ទមួយទៀតមកអញ្ចឹងយើងផ្ដាច់សេវាកម្មទូរស័ព្ទមួយទៀតយើងចុចលេខ2ហើយយើងចុច send អូខេពេលមកដល់កន្លែងនេះគឺគេឲ្យយើងបញ្ជាក់អញ្ចឹងយើងយកលេខ2សុបទៅលេខ1ហើយយើង send ទៀតមកហើយសម្រាប់ទី3គឺក៏យើងផ្ដាច់ដែរក៏ប៉ុន្តែខ្ញុំបានបង្ហាញ2ដងហើយអញ្ចឹងបងប្អូនអ្នកគ្នាអាចចុចដូចដែលខ្ញុំបង្ហាញហ្នឹងមកហើយបងប្អូនអ្នកគ្នាចុចបញ្ចប់មកបងប្អូនអ្នកគ្នានឹងផ្ដាច់គម្រោងទាំងអស់ហ្នឹងបានដោយជោគជ័យឯងបងប្អូនអ្នកគ្នាណាអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអ្នកគ្នាបើសិនជាបងប្អូនអ្នកគ្នាជួយចុចវីដេអូមួយហ្នឹងអាចជួយចុច like ចុច subscribe ដាក់សញ្ញារូបកណ្ដឹងឲ្យម្នាក់មួយផងអរគុណច្រើនសម្រាប់ការតាមដានវីដេអូមួយនេះ